រឿងសៀមតែវាវាយខ្មែរនេះខ្មែរមិនចាញ់ទេបងប្អូនខ្ញុំមិនចង់និយាយពាក្យហ្នឹងទេខ្ញុំតែងតែនិយាយថាទុកមិនជាប់អីវាវាយដួលវាអីតាមកាពិតខ្មែរអត់វាយចាញ់សៀមទេបងប្អូនខ្មែរបើខ្មែររៀបតែបន្តិចសៀមវាយអត់បានទេសៀមមកលើក្រោយត្រូវធ្ងន់ណាទោះបីសៀមមានយន្តហោះក៏ដោយណាទោះបីសៀមមានយន្តហោះក៏ដោយប៉ុន្តែខ្ញុំលើកមកនិយាយទៅខ្លាចខ្ញុំចោះនរកយ៉ាងម៉េចជួយឲ្យគេខ្លាំងគេឈ្នះគេថាឈ្នះមកពីគេវាយក្បាលខ្មែរទៀតគេវាយក្បាលខ្មែរទៀតកូនចៅគេចូលទៀតអ្នកទ្រផ្លោកគេថាអើយខ្លាំងទៀតគេអត់ព្រមអាណិតខ្មែរបើគេអាណិតខ្មែរតែបន្តិចខ្ញុំថាខ្ញុំហ៊ាននិយាយថាមួយម៉ាត់ចុះមិនគួរនិយាយថាបើរៀបតាមខ្ញុំសៀមអត់ចូលអត់មកបានទេសៀមច្បាស់ជាត្រូវតែថយទៅវិញណាទាំងអាដីដែលកាន់កាប់49កន្លែងហ្នឹងក៏អាចចរចាបានដែរពេលព្រោះត្រូវធ្វើម៉េចឲ្យមាន leverage ត្រឹមត្រូវតែឲ្យតែគេឈប់វាយក្បាលខ្មែរឲ្យតែគេឈប់គំរាមកំហែងចាក់ចងខ្មែរគេទទួលស្គាល់ថាអ្វីដែលកើតឡើងវាអញ្ចឹងហើយគេកសាងការរួបរวมជាតិដោយសេរីភាពយុត្តិធម៌ខ្មែរយើងទៅបីល្ងើប៉ុណ្ណាក្មេងជំនាន់ក្រោយក៏ចេះស្ដាប់ដែរបើវានិយាយរឿងអីយើងបញ្យល់ទៅវាចេះស្ដាប់ដែរដូចអាចៅតែមកហ្នឹងទៅបីវាលោឡាយ៉ាងម៉េចវាមកនិយាយមិនម៉េចឲ្យតែវាឲ្យតែវាយើងបញ្យល់វាយើងចេះតែលងវាទៅវាស្ដាប់ជួនកាលគ្នាមកលេងអញ្ចឹងប៉ុន្តែយើងគ្មានពេលយើងគៀសគ្នាចេញទៅចឹងបានថាវាសៀមវាមិនអាចទៅឈ្នះទេរហូតទេយើងចំពោះខ្ញុំមើលឃើញចំណុចដែលអាចវាយសៀមឲ្យវាថយទៅវិញវាយសៀមឲ្យវាទទួលចរចារឿងទឹកដី49កន្លែងហ្នឹងខ្ញុំយកមកគិតតែរហូតហ្នឹងបើខ្ញុំមិននិយាយណាវាសៀមវាអត់នេះទេតែបើសិនជាទៅនិយាយឲ្យរៀបចំជួនកាលគេអត់ស្ដាប់យើងទេគេថាយើងចេះមិនដល់គេណាខ្មែរមានលទ្ធភាពវាយសៀមឲ្យថយទៅវិញយើងអត់ចង់បានដីសៀមទេប៉ុន្តែយើងត្រូវតែហ៊ានវាយសៀមពីព្រោះកាលណាយើងហ៊ានវាយសៀមវានឹងកែប្រែចិត្តទានសៀមមេតបសៀមឲ្យជប់វាយខ្មែរនិយាយប៉ុណ្ណឹងចុះមិនបាច់បោះกระดาษឲ្យទេពីព្រោះគេអត់ត្រូវការណាគេអត់ត្រូវការអញ្ចឹងដូច្នេះអ្វីដែលវាកើតឡើងនៅក្នុងណាអ្វីដែលវាកើតឡើងនៅក្នុងពិភពលោកវាជាសាលារៀនរបស់យើងណាកូនចៅវាជាសាលារៀនរបស់យើងទេអ្វីដែលវាកើតនៅអ៊ីរ៉ាន់ជាសាលារៀនរបស់យើងអ្វីដែលវាកើតនៅអ៊ីស្រាអែលកើតនៅប្រទេសទាំង6កើតនៅយូក្រែនគឺជាសាលារៀនដែលយើងគួររៀនមិនមែនគួរតាមអានេះបាញ់អានេះបាញ់អានេះបោះធ្លាក់នេះអត់ទេមិនមែនអញ្ចឹងទេណាមិនមែនអញ្ចឹងទេគឺជាសាលារៀនរបស់យើងត្រូវបើកស្ដាប់ BBC News យើងត្រូវបើកស្ដាប់ Al Jazeera CNN Reuters AP Bloomberg DW France 24ហើយយើងសិក្សា background យើងប្រើ AI ដើម្បីជួយសម្រួលឲ្យយើងយល់អំពី structure ហើយយើងពិនិត្យមើលហើយយើងដាក់គោលដៅនៃការគិតឧបករណ៍គិតយើងជា3ផ្នែកឧបករណ៍គិតជាសេដ្ឋកិច្ចឧបករណ៍គិតណាជាសង្គ្រាមឧបករណ៍គិតជាការទូតយើងចេះដឹងជាជាងយើងសួរណាឈ្នះណាចាញ់ណាឈ្នះណាចាញ់អាហ្នឹងអញ្ចឹងដោយឡែកអ៊ីរ៉ាន់បានវាយប្រហារទៅលើប្រទេសនៅជុំសមុទ្រធ្ងន់ធ្ងរណាស់ទៅហើយពីថ្ងៃសៅរ៍មកដល់ថ្ងៃអាទិត្យនេះអ៊ីរ៉ាន់បានវាយប្រហារទៅលើប្រទេសកូវ៉ែតយ៉ាងខ្លាំងក្លាបណ្ដាលឲ្យខូចខាតជាច្រើនហើយការវាយប្រហារនោះគឺអ៊ីរ៉ាន់បានវាយប្រហារទៅលើមជ្ឈមណ្ឌលផលិតអិកសាបបានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រេងរបស់កូវ៉ែតគឺវាយខ្លាំងមែនទែនកំជ្រួចនិងដ្រូនជាច្រើនគ្រឿងបានធ្វើការវាយប្រហារទៅលើមជ្ឈមណ្ឌលប្រេងរោងចក្រចម្រាញ់ប្រេងហើយនិងរោងចក្រចម្រាញ់ទឹកសាបចេញពីទឹកប្រៃ desalination plantation របស់កូវ៉ែតគឺវាយខ្លាំងដើម្បីបំផ្លាញកូវ៉ែតចោលតែកូវ៉ែតនិងកម្លាំងអាមេរិកនៅកូវ៉ែតអាចបាញ់ស្ទាក់ចាប់បានដ្រូននិងកំជ្រួចជាច្រើនគ្រឿងហើយសូមបញ្ជាក់ថាកម្លាំងរបស់យូក្រែន
កងពិសេសរបស់យូក្រែននៅកូវេតក៏ជាចំណែកមួយដ៏ប្រសិទ្ធភាពក្នុងការស្ទាក់ចាប់ drone និងកំជ្រួចរបស់អ៊ីរ៉ានដែលធ្វើការវាយប្រហារទៅលើប្រទេសកូវេតដែរប្រទេសកូវេតណាប្រទេសកូវេតហើយនឹងប្រទេសអ៊ីមីរ៉េតអារ៉ាប់រួមហើយនឹងកាតាប្រទេស3ក្នុងចំណោមប្រទេស6ទទួលការវាយប្រហារយ៉ាងខ្លាំងទៅលើមជ្ឈមណ្ឌលប្រេងមជ្ឈមណ្ឌលអូស្មန်រោងចម្រាញ់ប្រេងមជ្ឈមណ្ឌលបំពង់បង្ហូរប្រេងវាលយន្តហោះហើយនឹងរោងចក្រចម្រាញ់ទឹកសាបរបស់ពួកគេក្នុងគោលដៅដែលអ៊ីរ៉ានចង់បំផ្លាញសេដ្ឋកិច្ចប្រទេសទាំង6នៅឈូងសមុទ្រហើយប្រទេសទាំង6នៅឈូងសមុទ្រហ្នឹងក៏បានប្រឹងប្រែងបាញ់ការពារខ្លួនស្ទាក់ចាប់បំផ្លាញចោលនៅ drone និងកំជ្រួចរបស់អ៊ីរ៉ានយ៉ាងសកម្មនៅក្នុងពេលដែលកំពុងតែមានហានិភ័យដ៏ខ្ពស់គ្រោះថ្នាក់កើតឡើងនឹងសង្គ្រាមដ៏ក្តៅនេះប្រទេសទាំង6ក៏កំពុងតែដកពិសោធន៍យ៉ាងច្បាស់ផ្ទាល់ខ្លួនក្នុងការធ្វើសង្គ្រាមហើយកម្លាំងជាពិសេសកងពិសេសរបស់យូក្រែនដែលបានចូលទៅរៀបចំប្រព័ន្ធស្ទាក់ចាប់ drone របស់អ៊ីរ៉ានកំពុងតែធ្វើការយ៉ាងជោគជ័យដែលបច្ចុប្បន្ននេះកម្លាំងយូក្រែនវិស្វករពិសេសចំនួនជាង800នាក់កំពុងតែពង្រាយគ្នាហើយយូក្រែនក៏រៀបចំបញ្ជូនកម្លាំងពិសេសចំនួន252នាក់ទៀតទៅកាន់តំបន់ឈូងសមុទ្រក្រោយពីលោកប្រធានាធិបតី Zelensky បានចុះហត្ថលេខាលើកុងត្រារ៉ាប់រងបំពាក់ប្រព័ន្ធការពារ drone ឲ្យបណ្ដាប្រទេសទាំង6នៅឈូងសមុទ្រជាតម្លៃទឹកប្រាក់200សរុបតម្លៃទឹកប្រាក់282,000 លានដុល្លារយូក្រែនខំប្រឹងរកលុយបន្ថែមដើម្បីយកមកទប់ជាមួយនឹងរុស្ស៊ីដែលកំពុងតែលក់ប្រេងចាញ់តាមនយោបាយដែលម្ដងអីចេះម្ដងអីចុះរបស់លោកត្រាំធ្វើឲ្យរុស្ស៊ីលក់ប្រេងបានលុយហើយយកលុយហ្នឹងទៅឧបត្ថម្ភសង្គ្រាមវាយយូក្រែនរ៉ាស៊ាកំពុងតែរកលុយអញ្ចឹងយូក្រែនក៏ចេញទៅរកលុយយកមកទប់ស្កាត់រកលុយមកទប់ស្កាត់កុំឲ្យរុស្ស៊ីវាយលើខ្លួនហើយប្រតិបត្តិការនៅលើសមរភូមិរុស្ស៊ីយូក្រែនឯនោះវិញរុស្ស៊ីក្នុងសប្តាហ៍នេះគឺបើនិយាយទៅជិត2សប្តាហ៍ហើយណាជិតចាក់2សប្តាហ៍ហើយដែលរុស្ស៊ីអត់អាចវាយយកដីបានថែមទៀតទេបានសេចក្តីថាកងទ័ពយូក្រែនក៏កំពុងតែប្រឹងប្រែងការពារនៅបន្តខ្សែក្រវ៉ាត់សមរភូមិរបស់ខ្លួនណាស់ដែរទន្ទឹមគ្នាកម្លាំងពិសេសយូក្រែនហើយនិងប្រជាជនយូក្រែននៅក្រៅប្រទេសដែលមានមុខរបរខាង AI មុខរបរខាងរថយន្តមុខរបរខាង drone មុខរបរខាងកិច្ចការគ្រឿងចក្រតូចមួយចំនួនដែលអាចតាក់ទងនឹងប្រព័ន្ធ EV electronic warfare ប៉ុន្តែក្នុងលក្ខណៈជា civil កំពុងតែចាប់ផ្ដើមរៀបចំខ្លួនប្រឡូកចូលក្នុងឧស្សាហកម្មសព្វវុធយុទ្ធោបករណ៍បាននិយាយថាកម្លាំងប្រជាជនយូក្រែននៅក្រៅប្រទេសណាដែលគេចេះបច្ចេកទេសហ្នឹងគេកំពុងតែបង្វែរមុខរបររបស់គេពី civil ទៅកងទ័ពមិនមែនជួយប្រទេសយូក្រែនផ្ទាល់ទេប៉ុន្តែដើម្បីទៅធ្វើការនៅប្រទេសនានាដែលត្រូវការជំនាញយូក្រែនបង្ហាញឲ្យឃើញថាប្រជាជនយូក្រែនគឺជាប្រជាជនមានចំណេះដឹងដោយសារការពីដើមឡើយរស់នៅក្នុងសហភាពសូវៀតសាធារណរដ្ឋមួយដែលក្រោយមកក្លាយទៅជាយូក្រែនហ្នឹងជាមជ្ឈមណ្ឌលនៃការសិក្សាអញ្ចឹងចំណេះដឹងរបស់ប្រជាជនយូក្រែនមានកម្រិតខ្ពស់អាចរកស៊ីបានអាចធ្វើកិច្ចការបានច្រើនយូក្រែនមានសក្តានុពលដូច្នេះហើយដោយសារសង្គ្រាមពីឆ្នាំ22មកធ្វើឲ្យយូក្រែនរឹតតែពិសោធន៍បាននៅចំណេះដឹងថែមទៀតហើយក៏ក្លាយទៅជាមុខរបរដែលយូក្រែនយកចិត្តទុកដាក់នឹងរកស៊ីផលិតអាវុធនិងផលិតនៅយុទ្ធោបករណ៍សំខាន់ប្រធានាធិបតីរបស់ប្រធានាធិបតីរបស់យូក្រែនក៏ខំប្រឹងតាក់ទងដើម្បីរកលុយទៅឧបត្ថម្ភខ្លួនហើយក៏ឆ្លៀតឱកាសបញ្ចេញថ្មីដៃបច្ចេកវិទ្យារបស់យូក្រែនទៅឲ្យប្រទេសដែលត្រូវការដែរនេះគឺជាអ្វីដែលកាត់ឡើងអញ្ចឹងសភាពការវាក្តៅតែចង់ឆ្លុះបញ្ចាំងឲ្យអ្នកស្ដាប់យល់ថាគេមិនគិតរឿងគេមិនយកចិត្តទុកដាក់រឿងឈ្នះចាញ់ទេនៅពេលដែលសង្គ្រាមកំពុងតែច្បាំងគេយកចិត្តទុកដាក់អំពីការទប់និងការវាយបកការវាយលុកជាដើមគេគិតអំពីការវាយទៅមុខឬក៏ការពារគេយកចិត្តទុកដាក់នឹងថ
វិការលើការធ្វើសង្គ្រាមគេយកចិត្តទុកដាក់នឹងរបៀបការពារអាយុជីវិតរបស់ប្រជាជននិងការពារកងទ័ពគេយកចិត្តទុកដាក់អំពីនយោបាយផងដែរគេអត់យកចិត្តទុកដាក់ភ្លើដោយពួកអាចៅខ្លះល្ងងមកសួររកថាអាណាខ្លាំងជាងណាប៉ុន្តែរស់នៅក្នុងជីវិតដែលមេដឹកនាំផ្ដាច់ការយកពងក្រវាយក្បាលរាល់ថ្ងៃណាហើយខ្លួនល្ងងគេអត់គិតអញ្ចឹងទេណាគេអត់គិតរបៀបអញ្ចឹងទេតាក្រោកហើយកូនស្រាមតាក្រោកពីដេកម៉ោង2ជាងបងអើយ7:03ក្រោកតាខំប្រឹងដេកពីក្បាលល្ងាចហ្នឹងអញ្ចឹងគេមិនមែនរកពាក្យថាឈ្នះខ្លាំងឬខ្សោយទេគេយកពីព្រោះគេរកចំណេះវិជ្ជាថវិកាការរៀបចំផែនការការដាក់យុទ្ធសាស្ត្រដើម្បីការពារខ្លួនដើម្បីវាយទៅមុខគេអត់មានសួរថាណាមួយខ្លាំងទប់ជាប់មិនជាប់គេអត់សួរអញ្ចឹងទេសម្ដីអស់ហ្នឹងគឺជាសំណួរមនុស្សល្ងងចង់ដឹងអញ្ចឹងមនុស្សល្ងងចង់ដឹងតែឈ្នះចាញ់ទប់បានឬមិនបានគេអត់ទេគេគិតទាំងអស់ពីព្រោះធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយចម្បាំងអស់ក្របផលិតក្របត្រូវការលុយត្រូវការពេលវេលាអញ្ចឹងម៉ាស៊ីនសេដ្ឋកិច្ចក្នុងចម្បាំងត្រូវដើរនៅពេលដែលម៉ាស៊ីនសេដ្ឋកិច្ចរវាងភាគីមួយវាខូចខាតគោលដៅរបស់គេគឺបំផ្លាញ Iron ណាឲ្យខូចខាត Iron វាបំផ្លាញគេឲ្យខូចខាតវិញហើយនៅសល់ក្របសល់រំសេវសល់អីតើវាខ្វះទេបើ Iron វាបាញ់ហើយវាអត់អាចផលិតបានវានឹងអស់បើវានឹងអស់វានឹងចាញ់ណាចំណែកអាមេរិកដូចគ្នាបើប្រើទៅវាអស់វាចាញ់ចំណែកឯខាងអ៊ីស្រាអែលដូចគ្នាបើ Iron បាញ់បំផ្លាញរកតែពេលផលិតអត់បានវាចាញ់ចំណែកឯខាងប្រទេសជុំសមុទ្របើដឹកប្រេងដឹកអូស្មန်មិនចាញ់វាខូចសេដ្ឋកិច្ចហើយបើការពារខ្លួនមិនបានវាចាញ់ដែរដូច្នេះហើយគឺម្នាក់គេគិតអញ្ចឹងចំណែកឯអ្នកនៅឆ្ងាយដូចជាយូក្រែនគេមានសង្គ្រាមរបស់គេនៅពេលដែលនយោបាយរបស់ត្រាំនឹងធ្វើអញ្ចឹងកម្លាំងរបស់សូវៀតខ្លាំងអាចវាយយកដីគេបានអញ្ចឹងគេត្រូវយកចិត្តទុកដាក់ទប់កុំឲ្យរុស្ស៊ីវាយយកដីគេបានថែមទៀតនៅពេលជាមួយគ្នាគេត្រូវបញ្ជូនមនុស្សមករកស៊ីដើម្បីប្រមូលលុយយកទៅវាយទប់ជាមួយរុស្ស៊ីនៅពេលជាមួយគ្នាគេឆ្លៀតបញ្ចេញថ្មីដៃបច្ចេកវិទ្យារបស់គេទៅលក់ឲ្យប្រទេសនានាដើម្បីគេរកលុយផងហើយដើម្បីគេពង្រាយផលិតកម្មគេដូចជាជាមួយអង់គ្លេសគេកំពុងតែរៀបចំការផលិត drone counter measures គេហៅថាការប្រឆាំង drone នៅប្រទេសអង់គ្លេសតម្លៃរាប់ពាន់លានដុល្លារដែលគេផលិតឲ្យអង់គ្លេសប៉ុន្តែគេអាចយក drone ពីឬយកបច្ចេកវិទ្យាពីអង់គ្លេសយកមកប្រើនៅយូក្រែនណាជាមួយអ៊ីតាលីគេកំពុងតែធ្វើជាមួយនឹងអាល្លឺម៉ង់គេកំពុងតែធ្វើណាជាមួយបារាំងខ្ញុំអត់ដឹងទេណាជាមួយប្រទេសយ័រដានប្រទេសអ៊ីរ៉ាក់បារ៉េនកាតាអូម៉ាន់កូវ៉េតអារ៉ាប់រួមសាអូឌីគេកំពុងតែការពារប្រទេសខ្លះយូក្រែនទៅជួយការពារប្រទេសខ្លះទៀតយូក្រែនរៀបចំដៃគូដើម្បីផលិត counter drone measure ហ្នឹងណាហើយគឺ counter drone measure គឺមាន2ណារបៀបប្រឆាំង drone មាន2គឺផលិត drone ឲ្យទៅចាប់បំផ្លាញ drone និងផលិត radar សម្រាប់បាញ់ electro ណា signal ទៅឲ្យ drone ហ្នឹងវាកាំងអញ្ចឹងគេប្រើប្រព័ន្ធ2ដែល Iron ប្រើគឺទី1ប្រើ drone ទៅបំផ្លាញ drone ហើយនឹងប្រើ electronic warfare EW ទៅធ្វើឲ្យ drone ហ្នឹងវាកាំងហៅថាសំណាញ់មេឃដូចហ៊ុនសែនគាត់និយាយណាដូចហ៊ុនសែនគាត់និយាយហ្នឹងសំណាញ់មេឃហ្នឹងគឺជា EW electronic warfare អញ្ចឹងខំប្រឹងធ្វើកិច្ចការហ្នឹងនៅពេលជាមួយគ្នាហ្នឹងយូក្រែនក៏បញ្ជូនមនុស្សមួយចំនួនឲ្យទៅបញ្ចេញថ្មីដៃដើម្បីយូក្រែនលក់កណូតចម្បាំងដែលប្រទេសទាំង6នៅជុំសមុទ្រហ្នឹងនឹងត្រូវទិញកណូតចម្បាំងដែលយូក្រែននឹងត្រូវបញ្ជូនកណូតចម្បាំងទៅឲ្យប្រទេសទាំង6ហ្នឹងកណូតចម្បាំងគឺជាកណូតដែលដាក់ drone សម្រាប់ទៅបាញ់ drone គឺពង្រាយកណូតហ្នឹងនៅក្នុងជុំសមុទ្រ Persian ដែលកណូតតូចៗចឹងអាចគេចខ្លួនបានហើយនៅពេលដែល Iron វាបាញ់ពីខាងជើងមកអាចធ្វើជាប្រព័ន្ធសំណាញ់មេឃទប់វាដែលគេហៅថា layer ឬក៏ប្រែជាខ្មែរថាស្រទាប់នៃការការពារអញ្ចឹងយើងឃើញហើយថាប្រទេសមួយដែលវាមានខួរក្បាលគេអត់មានសួររឿងខ្លាំងខ្សោយឈ្នះចាញ់ដោយពួកអាកាភ្លើខ្លះមកសួរទេគេអត់សួរអញ្ចឹងទេចំនួនគឺមនុស្សល្ងងសួរតែណាមួយខ្លាំងជាងមនុស្សល្ងងនិយាយអំពីរឿងណាមួយឈ្នះមនុស្សឆ្លាតអត់យកចិត្តទុកដាក់អាពាក្យហ្នឹងទេគឺយកចិត្តទុកដាក់យល់ថាគេច្បាំងយ៉ាងម៉េចណាគេច្បាំងយ៉ាងម៉េចណាដូចឧទាហរណ៍នៅពេលដែល Iron កំពុងច្បាំងនៅពេលដែលប្រទេសទាំង6នៅជុំសមុទ្រកំពុងតែច្បាំងនៅពេលអាមេរិកកំពុងច្បាំងនៅពេលដែលអ៊ីស្រាអែលកំពុងច្បាំងនៅពេលដែលយូក្រែនកំពុងច្បាំងបើមនុស្សនឹងឆ្លាតគេអង្គុយនៅកម្ពុជានោះប៉ុន្តែគេគិតថាថៃវាយគេត្រូវរៀបខ្លួនយ៉ាងម៉េចមួយថ្ងៃក្រោយថៃហ៊ានវាយតើគេអាចវាយថៃវិញឈ្នះយ៉ាងម៉េចគេអត់ចូលអង្គុយទៅយកចិត្តទុកដាក់នឹងស្រីមានប្តី2គេអត់យកចិត្តទុកដាក់នឹង
ក្រាន់ចូលពេទ្យគេអត់យកចិត្តទុកដាក់នឹងទៅដោះស្រាយស្រីមុខស្អាតគេអត់យកចិត្តទុកដាក់នឹងរឿងនាំនេះរំបែកផុកទេគេអត់យកចិត្តទុកដាក់អានោះទេអានោះគឺជា low level politics អានោះគឺជានយោបាយប្រជាពិធតូចតាចគេអង្គុយគិតតែតើគេអាចធ្វើម៉េចបើសៀមវាយទៀតហ្នឹងតើគេអាចទប់សៀមបានយ៉ាងម៉េចខ្ញុំចង់លើកមកនិយាយពីព្រោះបើលើកមកនិយាយទៅគេថាខ្ញុំនឹងចេះជាងគេតាមពិតខ្ញុំចង់ជួយគេទេខ្ញុំចង់ជួយឲ្យគេខ្លាំងតែបើជួយឲ្យគេខ្លាំងទៅឲ្យគេវាយក្បាលខ្មែរអាហ្នឹងក៏ពិបាកទៅទៀតខ្ញុំបើខ្ញុំជួយឲ្យគេខ្លាំងហើយដល់ពេលគេខ្លាំងទៅគេវាយក្បាលខ្មែរខ្ញុំធ្លាក់នរកទៀតខ្ញុំនឹងធ្លាក់នរកទៀតមែនទេខ្ញុំនឹងបាបទៀតណាខ្ញុំនឹងបាបទៀតមិនបាបទៀតពីព្រោះទៅជួយឲ្យមនុស្សនឹងខ្លាំងហើយមិនព្រមមកស្រឡាញ់ខ្មែរវាយក្បាលខ្មែរទៀតខ្ញុំនឹងធ្លាក់នរកអញ្ចឹងវាទីមួយខ្ញុំចង់ឲ្យគេខ្លាំងដើម្បីគេការពារទឹកដីបានប៉ុន្តែបើគេខ្លាំងគេក៏មិនព្រមធ្វើឲ្យខ្មែរខ្លាំងគេថាខ្លាំងដោយសារគេបើគេវាយឈ្នះសៀមគេថានេះមកពីគេណាមកពីគេអ្នកឈ្នះដូច្នេះគេជាវីរបុរសអញ្ចឹងហើយក្រោយគេចូលទៀតគេវាយក្បាលទៀតបាក់ពួកគេថាអាណាហ៊ានធ្វើអញដល់អញ្ចឹងតើអាអ្នកជួយនៅខាងក្រៅនេះដែលចង់ឲ្យខ្លាំងហ្នឹងវាធ្លាក់នរកបាត់ទេវតាថាឯងជួយឲ្យគេវាយក្បាលខ្មែរអាត្រង់ហ្នឹងគេហៅថាចុះទឹកកពើឡើងលើខ្លាអញ្ចឹងបានការគិតគេគិតច្រើន